អ្នកនាងចូលទៅខ្ញុំសប្បាយចិត្តណាស់ដែលបានជួបទេពអសរដូចជានាងក្នុងនាមខ្ញុំជំពាក់គុណអ្នកប្រុសខ្ញុំត្រូវសងគុណអ្នកប្រុសវិញអ្នកប្រុសជឿជាក់លើខ្ញុំទៅខ្ញុំនឹងស្មោះត្រង់ចំពោះនាងយើងអាចរស់នៅជាមួយគ្នាអស់មួយជីវិតបានអ្នកនាងរាត្រីយប់នេះមានតម្លៃណាស់ខ្ញុំចាំអ្នកនាងនៅខាងក្រៅអ្នកប្រុសស្រឡាញ់ខ្ញុំស្មោះកុំក្បត់ខ្ញុំឲ្យសោះណាសូមកុំអារម្មណ៍អីខ្ញុំមិនមែនជាមនុស្សចឹងទេអ្នកនាងតើអ្នកស្រីមិនទាន់ក្រោកឡើងយើងនាំគ្នាទៅវិញណាអ្នកនាងហងនាងអ្នកប្រុសចាងអ្នកប្រុសពេញចិត្តឲ្យមែនទេពួកខ្ញុំលាហើយសូមប្រយ័ត្នប្រយែងឲ្យមែនទេសូមគោរពអ្នកស្រីមានឃើញហងនាងនឹងអ៊ីងទេការប្រយុទ្ធមិញពេលដែលអ្នកស្រីសម្រាកខ្ញុំឃើញហងនាងនាំអ្នកនាងទៅអុជធូបនៅក្នុងសួនច្បារខាងក្រៅយប់កណ្ដាលអាធ្រាត្រមិនឃើញមកវិញហើយខ្ញុំក៏ចូលដេកបាត់ទៅយប់កណ្ដាលអាធ្រាត្រទៅអុជធូបនៅខាងក្រៅទៅហៅហងនាងមកជួបយើងចាហងនាងបងឈុនថៃមានការអីហ្នឹងអ្នកស្រីគាត់ដឹងថានាងនៅទីនេះគាត់បានប្រើខ្ញុំឲ្យមកហៅនាងថាឲ្យនាងនឹងទៅជួបគាត់ខ្ញុំដឹងហើយបងឈុនថៅទៅជម្រាបគាត់ទៅខ្ញុំនឹងទៅឥឡូវនេះអញ្ចឹងហ៎នាងពិតជាថោកទាបមែនឃើញយើងមិនក៏មិនលុតជង្គង់សំពះយើងភ្លាមនាងដឹងថានាងធ្វើអីខុសទេខ្ញុំអត់ដឹងខុសអីទេហើយនាងមើលខ្លួនឯងទៅមើលនាងពិតជាមាត់រឹងមែនយើងប្រាប់នាងទៅចោះបើនាងមិនយកការពិតប្រាប់យើងទេនាងច្បាស់ជាមិនរួចខ្លួនយើងនឹងប្រើទណ្ឌកម្មចំពោះនាងនិយាយភ្លាមការពីយប់មិញនាងនាំអ្នកនាងរបស់នាងទៅសួនច្បារខាងក្រៅនោះធ្វើស្អីខ្លះពួកខ្ញុំអត់បានទៅសួនច្បារទេអ្នកណាជាអ្នកមើលឃើញឈុនថៅគេបានមើលឃើញច្បាស់ណាស់នាងនៅប្រកែកទៀតទេបើសិនជាយើងមិនបដៅនាងទេនាងច្បាស់ជាមិននិយាយការពិតទេអ្នកស្រីកុំខឹងអីខ្ញុំជំរាបតាមត្រង់ចាស់បាននិយាយមកកាលពីយប់មិញអ្នកនាងនៅក្នុងបន្ទប់ខ្ញុំបាននិយាយប្រាប់គាត់ថាអ្នកប្រុសចាងឈឺពី3ថ្ងៃហើយអ្នកនាងក៏ឲ្យខ្ញុំជូនគាត់ទៅសួរសុខទុក្ខអ្នកប្រុសចាងតែម្ដងទៅគ្រាន់តែសួរសុខទុក្ខតែប៉ុណ្្នឹងទេហ៎មានធ្វើស្អីខ្លះទៀតទេអ្នកប្រុសចាងនិយាយថាអ្នកស្រីមិនគ្រប់ពាក្យសន្យាមិនព្រមឲ្យអ្នកនាងរៀបការជាមួយនឹងគាត់ពេលដែលពួកខ្ញុំត្រូវមកវិញគាត់ឲ្យខ្ញុំមកមុនហើយទុកអ្នកនាងនៅទីនោះហើយអ៊ីងគេជាកូនយើងមិនបានជាឲ្យនាងនៅជាមួយអ្នកប្រុសចាងយ៉ាងនេះតាមពិតអ្នកនាងគ្រាន់តែទៅសួរសុខទុក្ខអ្នកប្រុសចាងតែមនឹកស្មានថាកខ្លាយទៅជាបែកបាត់ទៅហើយពួកគេទាំងពីរអ្នកស្រឡាញ់គ្នាមែនណាប៉ុន្មានថ្ងៃនេះគេនៅជាមួយគ្នាទាំងយប់ទាំងថ្ងៃអ្នកស្រីក៏យល់ពីបញ្ហានេះដែរតាមខ្ញុំយល់អ្នកស្រីគួរតែយល់ព្រមនឹងពួកគាត់ហើយព្រោះថាពួកគាត់ពិតជាស្រឡាញ់គ្នាខ្លាំងណាស់កូនធំមិនអាចទុកនៅអញ្ចឹងបានទេបញ្ហានេះគឺដោយសារតែនាងជាអ្នកបង្កឡើងមិនមែនមកពីខ្ញុំទេគឺអ្នកស្រីទេជាអ្នកទទួលខុសត្រូវរឿងនេះហើយឥឡូវនេះគេធ្វើអំពើអាប់អោនកិត្តិយសឯងហ៊ានមកបន្ទោសយើងទៅវិញហ៎បើមិនអ្នកស្រីក្បត់ពាក្យសន្យាក៏គ្មានរឿងបែបនេះកើតឡើងដែរ
អ្នកស្រីមិនគោរពពាក្យសន្យាឲ្យគេទាំងពីរអ្នកនៅក្នុងព្រះវិហារជួបគ្នាទាំងយប់ទាំងថ្ងៃយ៉ាងនេះមានអីដែលគេមិនពេញចិត្តនឹងគ្នានោះអ្នកស្រីត្រូវដោះស្រាយឲ្យបានល្អបើសិនជាគេដឹងឮហើយទី1អាចប៉ះពាល់ដល់កិត្តិយសរបស់លោកម្ចាស់ទី2អ្នកស្រីត្រូវមានទោសអប់រំកូនចៅមិនបានល្អហើយព្រមទាំងក្បត់ពាក្យសន្យាទៀតថកឪពុកម្ដាយតែងតែអប់រំកូនបានល្អអ្នកស្រីដាច់ចិត្តឲ្យអ្នកនាងធ្វើជាស្រីមិនត្រឹមត្រូវអញ្ចឹងមែនទេហេតុនេះហើយគួរតែយល់ព្រមនឹងពួកគាត់ទៅអ្នកស្រីតើអ្នកស្រីយល់យ៉ាងម៉េចដែរទៅអ្នកបំរើដូចជានាងនិយាយនេះវាសមហេតុសមផលមែនហើយនេះមកពីខ្ញុំមិនចេះអប់រំកូនកាលនោះមិនគួរនាំនាងមកជាមួយទេហើយបើសិនជារឿងនេះឲ្យគេដឹងឮវានឹងប៉ះពាល់ដល់កិត្តិយសមិនខានតែណាហើយគ្រួសារយើងមិនឲ្យមានប្រុសប្រព្រឹត្តខុសច្បាប់ស្រីរៀបការពីរដងទុកជាសំណាងល្អរបស់អ្នកប្រុសនោះទៅចោះហងនាងចាឲ្យពីរអ្នកនោះមកជួបយើងចាអ្នកស្រីអ៊ីងកូនជាកូនរបស់លោកអាម៉ាតហេតុអីបានជាកូនធ្វើអំពើថោកទាបយ៉ាងនេះហើយនេះប្រហែលជាកម្មពីរបស់យើងហើយបើសិនជាអ្នកក្រៅគេដឹងឮនោះតើម៉ែនេះខ្មាស់គេប៉ុណ្ណាហើយណាហើយនេះគឺមកពីកូនយើងវាមិនស្ដាប់បង្គាប់របស់យើងអ្នកកំឡោះបើសិនជាយើងយករឿងនេះទៅប្តឹងរាជការវានាំតែប៉ះពាល់ដល់កិត្តិយសរបស់យើងទេនេះទុកថាឯងមានសំណាងល្អទៅចោះយើងប្រគល់កូនយើងឲ្យរៀបការជាមួយឯង